ស៊ីជីនពីងឬដូណាល់ត្រាំប្រជាជនចិនយល់ឃើញថាលោកស៊ីជីនពីងជាថ្នាក់ដឹកនាំដ៏មានឥទ្ធិពលបំផុតនាសម័យរបស់ពួកគេជាអ្នកមានចក្ខុវិស័យដែលបានផ្លាស់ប្ដូរប្រទេសចិនយ៉ាងធំធេងបំផុតក្រោមការដឹកនាំរបស់លោកស៊ីជីនពីងសេដ្ឋកិច្ចចិនបានផ្លាស់ប្ដូរដោយមិនធម្មតាផលិតផលក្នុងស្រុកសរុប GDP បានកើនឡើងពី 8.5 ពាន់លានដុល្លារដល់ 18.3 ពាន់លានដុល្លារខណៈពេលដែល GDP តាមអំណាចទិញបានកើនឡើងពី 15.6 ពាន់លានដុល្លារទៅដល់ 37.3 ពាន់លានដុល្លារតាមការចង្អុលបង្ហាញរបស់គាត់ចិនបានចំណាយប្រាក់ 580 ពាន់លានដុល្លារដើម្បីវិនិយោគលើថាមពលបៃតងនិងចំណាយ 700 ពាន់លានដុល្លារទៅលើការអភិវឌ្ឍប្រទេសកំពុងអភិវឌ្ឍគាត់ក៏បានដឹកនាំកសាងផ្លូវដែកប្រវែង 30,000 គីឡូម៉ែត្រដែលផ្ដល់សមត្ថភាពដល់ចិនក្លាយជាមជ្ឈមណ្ឌលផ្លូវដឹកជញ្ជូននិងស្ថាបត្យកម្មរួមក្នុងរយៈពេលដឹកនាំរបស់គាត់អត្រាភាពក្រីក្រធ្លាក់ចុះពី 11% មកដល់ត្រឹមតែ 1.5% តែប៉ុណ្ណោះប្រទេសចិនក៏បាននាំមុខពិភពលោកក្នុងបច្ចេកវិទ្យា 5G បញ្ញាសិប្បនិម្មិត AI និងឧស្សាហកម្មបច្ចេកវិទ្យាទំនើបក្រោមការដឹកនាំរបស់គាត់ចិនបានក្លាយជាអ្នកនាំមុខដ៏ធំបំផុតនៃថ្មស្កាប់ឡានអគ្គិសនីនិងឡាន Hybrid ព្រមទាំងពង្រីកឧស្សាហកម្មសំណង់កប៉ាល់ផងដែរគាត់ក៏បានដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយដោយកាត់បន្ថយអំពើពុករលួយនិងបង្កើនប្រសិទ្ធភាពរដ្ឋាភិបាលនិងសេដ្ឋកិច្ចលើពីនោះទៅទៀតនោះគាត់បានដឹកនាំគម្រោងខ្សែព្រែកនិងផ្លូវដែលគេហៅថា Belt and Road Initiative រុញច្រានការពឹងផ្អែកលើប្រទេសលោកខាងលិចនិងលើកកម្ពស់ការប្រើប្រាស់ក្នុងស្រុកដើម្បីរឹតបន្តឹងស្ថានភាពសេដ្ឋកិច្ចរបស់ចិនសប្តាហ៍ថ្ងៃក្រោមការដឹកនាំរបស់លោកស៊ីជីនពីងនឹងក្លាយជាគូប្រជែងដោយផ្ទាល់ទៅនឹងសហរដ្ឋអាមេរិកហើយអាចលើសហរដ្ឋអាមេរិកផ្នែកសេដ្ឋកិច្ចនៅឆ្នាំក្រោយ